ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញអំពីរបៀបប្រឡាក់សាច់និងរបៀបចៀនសាច់ឲ្យវាទន់ឆ្ងាញ់បងប្អូនពីព្រោះសាច់ជ្រូកវាទូទៅបងប្អូនដែលមិនសូវដឹងពីតិចនិចនោះគឺចៀនមកវាតែងតែរឹងអញ្ចឹងទៅមើលវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាទៅចាជាដំបូងគឺនាងខ្ញុំមកលាយគ្រឿងដើម្បីយកទៅប្រឡាក់មានស្ករអំពៅចំនួន1ស្លាបព្រាបាយកន្លះអំបិលកន្លះស្លាបព្រាកាហ្វេម្សៅស៊ុបមាន់1ស្លាបព្រាកាហ្វេប៊ីចេង1ស្លាបព្រាកាហ្វេទឹកស៊ីអ៊ីវ1ស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយហើយក៏មានខ្ទឹមសចិញ្ច្រាំហើយនិងស្លឹកខ្ទឹមចំណែកម្រេចនេះខ្ញុំដាក់ចំនួនកន្លះស្លាបព្រាកាហ្វេបងប្អូនគ្រឿង3មុខវាធ្វើឲ្យសាច់យើងឈ្ងុយហើយនេះខ្ញុំនឹងកូរឲ្យគ្រឿងទាំងអស់ហ្នឹងវារលាយសិនតើមិនខ្ញុំបន្ថែមទឹកស្អាតយើងនឹងចំនួន4ស្លាបព្រាបាយចូលហើយកូរច្បល់វាបន្តិចទៅចានេះវារលាយសពអស់ហើយនេះខ្ញុំចាប់ផ្ដើមដាក់សាច់ជ្រូកចូលចាចំពោះសាច់ជ្រូកនេះខ្ញុំយកសាច់ជាប់ខ្លាញ់តិចៗទេបងប្អូនមិនចង់ដាក់សាច់ជាប់ខ្លាញ់ដាក់សាច់សុទ្ធឬក៏ដាក់សាច់3ជាន់នេះក៏បានដែរវាហើយនេះខ្ញុំច្បល់ឲ្យសាច់ជ្រូកហ្នឹងវាចូលជាតិបានល្អចាច្បល់រហូតតតែវាកោកទឹកចាឥឡូវកូកបានប៉ុណ្ណឹងហើយនេះខ្ញុំផ្អាប់វាទុករយៈពេល1ម៉ោងសិនចាំបន្ទាប់ពី1ម៉ោងក្រោយមកឃើញថាវាចូលជាតិបានល្អហើយនេះខ្ញុំចាប់ផ្ដើមដាក់ប្រេងឆានៅក្នុងខ្ទះក្តៅសិនមករួចយកសាច់បានប្រឡាក់ហ្នឹងយកមកចៀនចាពេលដែលចៀនគឺនេះខ្ញុំទុកមកស្ទុះទៅឃើញថាវារៀងចេញទឹកពីក្នុងសាច់ជ្រូកហ្នឹងខ្ញុំប្រែត្រឡប់វាមកពេលដែលទឹកចេញពីសាច់ជ្រូកនឹងវារៀងខាស់បន្តិចនឹងខ្ញុំបន្ថែមទឹកមួយកូនកែវចូលចាស់ធ្វើរបៀបនេះឯងទៅធ្វើសាច់ជ្រូករបស់យើងនឹងវាទន់ណាបងប្អូនហើយវាផុយល្អហើយនេះខ្ញុំបន្តចៀនរហូតតតែសាច់ជ្រូកនឹងវាឡើងពណ៌ស្អាតណាបងប្អូនហើយទឹកនេះខ្ញុំបានបន្ថែមនឹងក៏វារីងដែរហើយប្រែត្រឡប់ឲ្យវាក្រហមសប់សិនមកចាពេលដែលទឹកដែលខ្ញុំបន្ថែមនឹងរីងទៅវានៅមានខ្លាញ់ចេញពីសាច់ជ្រូកហ្នឹងបងប្អូនអញ្ចឹងសាច់ជ្រូកយើងវាអត់រឹងទេហើយក៏អត់ខ្លោចដែរយើងព្យាយាមមើលភ្លើងចាឥឡូវឆ្អិនហើយនឹងខ្ញុំយកមកហាន់ដើម្បីយកទៅហូបជាមួយបាយបងប្អូនចាសាច់នេះគឺយើងអាចធ្វើជាបាយស្រូបក៏បានដែរពីព្រោះសាច់បាយស្រូបគឺគេធ្វើរបៀបហ្នឹងឯងបងប្អូនហើយសាច់ជ្រូកហ្នឹងគឺថាទន់ផុយមែនទែនបងប្អូនចាអញ្ចឹងវីដេអូរបស់នេះខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងហើយបងប្អូនកុំភ្លេចចុច like share និង follow page នេះខ្ញុំម្នាក់មួយផងចាសូមអរគុណសូមជម្រាបលា